ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលទីផ្សារមាសម្ដងទៀតដើម្បីរកហេតុផលកន្លែងទិញលក់នៅកន្លែងណាដែលគិតថាល្អបាទអញ្ចឹងយើងនៅលើ time frame 5នាទីទីផ្សារមាស5នាទីបាទណាយើងយក5នាទីឥឡូវនេះនៅក្នុង time frame 5នាទីនេះយើងមើលទៅលើទីផ្សារគឺយើងមើលតម្លៃខ្ពស់និងតម្លៃទាបរបស់ទីផ្សារបាទអញ្ចឹងបតតណាគូសខាងលើ dot ហ្នឹងគឺកន្លែងដែល high របស់វាហើយបន្តដុតផ្នែកខាងក្រោមណាគឺជាកន្លែងតម្លៃ low នៃទីផ្សារមាសតែម្ដងហើយទីផ្សារព្រឹកនេះថ្ងៃនេះឃើញថាឡើងចុះលឿនគួរសមណាស់ឡើងទៅប្រហែលជា$10ចុះមកប្រហែលជា$ឥឡូវឡើងទៅវិញប្រហែលជា$អញ្ចឹងគឺ3ត្រឡប់ហើយទីផ្សារនៅក្នុងការឡើងចុះប៉ុណ្ណឹងហើយតម្លៃ high របស់វានឹងគឺ35បាទដោយឡែកតម្លៃ low របស់ទីផ្សារគឺ30.13នៅក្នុងមួយអោនណាហើយទីផ្សារបច្ចុប្បន្នតម្លៃគឺ30.25បាទអញ្ចឹងសម្រាប់ផែនការទី1របស់ខ្ញុំមើលឃើញថាទីផ្សារនេះអាចនឹងឡើងទៅរកតំបន់ resistance របស់វាខាងលើបាទណាកំពូល high របស់ទីផ្សារហ្នឹងតែម្ដង30-35ហ្នឹងបាទអញ្ចឹងនៅពេលដែលទីផ្សារនេះណាមានសន្ទុះឡើងទៅដល់តម្លៃ high ហ្នឹងណាគឺនៅក្នុងចន្លោះណា35ទៅ30.45ណានៅក្នុងចន្លោះ zone ណាប្រហែលជា$10ហ្នឹងនិយាយទៅហ្នឹងប្រហែលជា$10ហ្នឹងយើងរងចាំឱកាសទីផ្សារឲ្យសញ្ញា sell កន្លែងហ្នឹងកើតឡើងគឺធ្វើការ sell បានកន្លែងហ្នឹងណាអញ្ចឹងហើយយើងរងចាំឲ្យទីផ្សារនេះចូលទៅក្នុង zone sell សិនណាចូលទៅក្នុង zone ណា sell zone ហ្នឹងសិនបន្ទាប់មកទៀតយើងរងចាំឲ្យឃើញសញ្ញា sell confirm នៅកន្លែងហ្នឹងទើបយើងចូលទីផ្សារណាប្រសិនបើយើងឃើញសញ្ញា sell នៅតម្លៃ30-35នោះគឺយើងអាចចូលបានណាបើមិនតាន់ទេយើងបន្តរងចាំនៅក្នុង zone ហ្នឹងរហូតដល់តែឃើញសញ្ញា sell កើតឡើងទើបយើង sell អាហ្នឹងណាគឺយើងតំបន់ហ្នឹងគឺជាតំបន់ល្អទី1សម្រាប់ការ sell បាទអញ្ចឹងរងចាំទៅបងប្អូនអរគ្នាពេលដែលតម្លៃទីផ្សារចូលទៅក្នុង zone ហ្នឹងណាយើងគ្រាន់តែរងចាំហើយនឹងរងចាំសញ្ញា confirm ផ្សេងដែលបញ្ជាក់ការ sell នៅកន្លែងហ្នឹងដែលបងប្អូនចេះណាអាចយក candle stick យកមកប្រើនៅក្នុង zone ហ្នឹងណាជាប្រភេទ bearish pattern ក៏ជាប្រភេទ pattern bearish ដែរណាហើយបើសិនជាបងប្អូនប្រើ indicator អីឲ្យវាអនុលោមទៅតាមគ្នាទៅប្រាប់ headផលនៃការ sell គឺយើងអាច sell បាននៅក្នុងតំបន់ zone ប៉ុណ្ណឹងគឺយើងអាចរកផលចំណេញបានពីទីផ្សារបាទបើសិនបើមិនទាន់មាន signal sell កើតឡើងទេយើងគ្រាន់តែបន្តរងចាំទៀតតែប៉ុណ្ណោះបាទហ្នឹងណាហើយប្រសិនបើទីផ្សារនេះមិនចូលទៅក្នុងតំបន់ sell zone ទេណាបច្ចុប្បន្ននេះតម្លៃវានៅខ្វះតែ$5ទេគឺវាចូលទៅដល់ sell zone ហើយហ្នឹងណា$10សំទោសបាទអញ្ចឹងប្រសិនបើវាធ្លាក់ចុះមកក្រោមវិញបាទធ្លាក់ចុះមកក្រោមវិញចូលទៅក្នុងតំបន់ buy zone គឺតំបន់ buy zone នេះគឺនៅតម្លៃ3000ទៅ3010ហ្នឹងណា30.00និង30.10ហ្នឹងអញ្ចឹងដូចគ្នាដែរទេបើសិនបើទីផ្សារធ្លាក់ចុះមកចូលទៅក្នុងតម្លៃប៉ុណ្ណឹងយើងរងចាំទីផ្សារ confirm ប្រភេទ buy signal នៅកន្លែងហ្នឹងគឺយើងអាចចូលទីផ្សារបានតែម្ដងបាទឥឡូវយើងមកណាយល់ដឹងអំពីហេតុផលអ្វីបានជា sell zone នៅលើហើយនឹង buy zone ហ្នឹងនៅខាងក្រោមហ្នឹងណាតម្លៃអញ្ចឹងរូបភាពធំនៃទីផ្សារនេះនិយាយទៅនៅក្នុង time frame 5នាទីដដែលខ្ញុំនិយាយនៅលើ time frame 5នាទីទេណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្នុង time frame 5នាទីនេះគឺយើងឃើញទី1គឺកម្ពូលរបស់ទីផ្សារណាហើយកន្លែងពីចំណុច low របស់វាឡើងទៅហើយនេះវាជា impulse និយាយទៅណាហ្នឹងភាសាបច្ចេកទេសបាទគឺជាការឡើងអត់សូវមាន retracement ទេគឺជាការឡើងដោយអត់សូវមានឃើញ candle ប្រឆាំងប្រភេទបៃតងនេះឡើងទៅ bullish ហើយមានក្រហមនេះ1 2ណាទូចទេបាទអញ្ចឹងចាត់ទុកថាល្អ impulse ហ្នឹងណាបាទអញ្ចឹងទីផ្សារ impulse ហ្នឹងល្អអញ្ចឹងនៅខាងលើនេះគឺដើរតួនាទីជាអ្វីគឺជា resistance បាទខាងក្រោមគឺជា support ហើយទីផ្សារក្នុង time frame 5នាទីនេះគឺយើងមើលឃើញថាទីផ្សារហ្នឹងគឺនៅក្នុង inside impulse ហ្នឹងតែម្ដងណាអត់ទាន់បំពេញទេឃើញទេបាទគឺវានៅក្នុងinside តែម្ដងបើសិនបើយើងទៅឡើង time frame តែមិនបន្តិច
dương đừng khơiประเภท tip sai chẳng cứ việc chỉ ประเภท inside cái học inside buy chẳng tới nè bờ sân bài dương tờ lạng time frame thông chân năng chẳng cứ chỉ ประเภท candle ตุ๊ดនៅក្នុង candle ធំមួយឬក៏ impulse ធំណាកន្លែងនេះ impulse ធំហើយ candle ដែលវាដើរនៅក្នុងចន្លោះ high low ហ្នឹងគឺនៅក្នុងនឹងតែម្ដងអត់តន់បំពេញលើអត់តន់បំពេញក្រោមទេអញ្ចឹងតាមការចំណាំនិងតាមកត្តាបច្ចេកទេសណានៅពេលដែលទីផ្សារនឹង break out ទៅផ្នែកខាងលើណាអញ្ចឹងគឺផ្នែកខាងលើបើយើងមើលទៅតម្លៃគឺណា30 35 30 40ហ្នឹងយើងរងចាំសញ្ញាទៅគឺយើងអាច sell យកផលចំណេញតង់ទី1សិនកន្លែងហ្នឹងណាបាទក៏ដូចគ្នាផ្នែកខាងក្រោមណាវា break មកខាងក្រោមអាហ្នឹងគឺជាការបញ្យល់បច្ចេកទេសខ្លះៗណាហើយបើសិនបើបងប្អូនមានចំណាប់អារម្មណ៍បាទហ្នឹងឯងបន្តតាមដានបើសិនបើមានបំរែបំរួលទីផ្សារអីយើងខ្ញុំនឹងធ្វើវីដេអូទី2តែម្ដងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមបន្តតាមដានហើយនៅក្នុងក្រុមហ៊ុន GFCI យើងតែងតែផ្ដល់នៅទំនុកចិត្តក៏ដូចជាការវិភាគការបង្រៀនទៅកាន់អតិថិជនដែលមានចំណាប់អារម្មណ៍បាទហ្នឹងហើយអញ្ចឹងសូមបន្តតាមដានវីដេអូក្រោយទៀតនៅពេលដែលមានបំរែបំរួលទីផ្សារបញ្ជាក់ឡើងវិញកុំភ្លេចតម្លៃដែលមើលឃើញថាល្អ trim sale គឺនៅតំបន់30 35 30 45ណានៅខ្វះតែប្រហែលជា$10ទៀតទេគឺវាចូលទៅក្នុងតំបន់ sale zone នឹងហើយមិនមែនបានន័យថាចូលទីផ្សារ blindly នៅពេលដែលទីផ្សារចូលទៅដល់តម្លៃហ្នឹងហើយយើងចូល sale តែម្ដងទេអាហ្នឹងគេហៅចូល sale blindly ហើយមិនមែនទេគឺយើងបន្តណារងចាំឲ្យឃើញសញ្ញា sale កើតឡើងសិនទៅយើង sale ហើយអាហ្នឹងគឺវា high quality ណាអាចយើងអាចរកផលចំណេញបានពីទីផ្សារបាទអញ្ចឹងកុំភ្លេចតម្លៃហ្នឹងបាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា